សម្រាប់ភូមិចាប់ផ្ដើមនៅមូលដ្ឋានតបអកបណ្ដោះអាសន្នជំរំមួយដែលសាងសង់យ៉ាងរត់រន់នៅក្នុងជ្រលងភ្នំការវាយប្រហារដ៏ភ្ញាក់ផ្អើលចាប់ផ្ដើមនៅពេលដែលអង្គភាពធ្នូដ៏ឆ្នើមគឺក្រុមអាវករដូវរងាបានបើកការវាយឆ្មក់របស់ពួកគេបានបាញ់ព្រួញភ្លើងជាច្រើនព្រមគ្នាបណ្ដាលឲ្យជំរំនោះឆាបឆេះដោយអណ្ដាតភ្លើងនិងភាពវឹកវរការវាយប្រហារនេះបណ្ដាលឲ្យមានការខូចខាតយ៉ាងខ្លាំងធ្វើឲ្យអកជាច្រើនងាប់ប៉ុន្តែអកដ៏ធំមួយដែលនៅរកបានបន្លឺសំឡេងក្រហឹមដោយកំហឹងក្តាប់យកអាកាសនោះលោក Hemmel បានបញ្ជាឲ្យកងទ័ពសេះចូលវាយប្រហារពួកអភិជនទ័ពសេះខ្មៅបានបង្កើតជាទ្រូងទ្រាយក្រូចឆ្មាហើយសម្រុកទៅមុខជាមួយនឹងលំពេងរបស់ពួកគេទម្លាក់ចុះក្រោមឈរមើលពីលើច្រាំងថ្មចោតក្បែរនោះលោក Hugh Allen Saxon Helmet និង Dale កំពុងសង្កេតមើលសម្រាប់ភូមិ Helmet បានសួរមេវ័យក្មេងគឺ Dale អំពីគំនិតរបស់គេដែលបានវិភាគការវាយប្រហារនោះនៅក្នុងចិត្តជាមួយនឹងក្រសែភ្នែកញាក់ច្បាំងចាស់ដោយកត់សម្គាល់ថាជាមួយនឹងលំពេងរបស់ពួកគេដែលបង្កើនដោយអូរ៉ាក្នុងទម្រង់លំពេងប្រមូលផ្ដំពួកអកគ្មានឱកាសទប់ទល់នោះទេគេសន្និដ្ឋានថាការវាយប្រហារនេះជាការប្រយុទ្ធតែមួយខាងឪពុករបស់គេគឺលោក Hugh Allen បានបញ្ជាក់ថានេះគឺជាអំណាចដែលទ័ពសេះរបស់ពួកគេមានមោទនភាពទោះយ៉ាងណាក៏ដោយ Helmet បានក្រានរំលឹក Dale មិនឲ្យធ្វើប្រហែសទេព្រោះនេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះនៅលើសម្រាប់ភូមិពួកអកដែលនៅរស់បានបង្កើតជាខ្សែការពារយ៉ាងរហ័សជាមួយនឹងខៀវរបស់ពួកគេតបសេះខ្មៅបានបុកចូលទៅក្នុងពួកគេជាមួយនឹងកម្លាំងបំផ្លិចបំផ្លាញយ៉ាងសាហាវ Helmet បានវាយតម្លៃស្ថានភាពសម្រាប់ចិត្តថាពួកគេនឹងដកថយរៀបចំខ្លួនឡើងវិញនិងបញ្ចប់ការងារដោយការវាយប្រហារបដូរវេនសញ្ញាវេទនាមួយត្រូវបានបាញ់ហើយ Helmet បានបញ្ជាឲ្យអង្គភាពទាំងអស់ដកថយកងទ័ពសេះចាប់ផ្ដើមដកថយតាមយុទ្ធសាស្ត្រការដកថយនេះធ្វើឲ្យពួកអកមានការភ័ន្តច្រឡំនៅពេលដែលកងទ័ពសេះដកថយពួកអកបានឃើញទ័ពអភិជនម្នាក់កំពុងព្យាយាមរត់គេចហើយបានត្រៀមលំពេងរបស់ពួកគេពួកអកបានចាក់សេះរបស់ទ័ពអភិជននោះបានសម្រេចបណ្ដាលឲ្យអ្នកជិះធ្លាក់ដល់ដីពេលកំពុងមើលពីលើច្រាំងថ្មចោតទឹកមុខរបស់ Dale មើលទៅស្រពឹកស្រពិលខណៈដែលគេនិយាយដោយស្ងាត់ថាស្ថានភាពនេះពុតជាអកុសលនៅក្បែរគេ Helmet បាននិយាយយ៉ាងត្រជាក់ថាទ័ពអភិជនម្នាក់ត្រូវបានទម្លាក់ហើយ Dale មានការរំខានដោយសួរថាហេតុអ្វីបានជាពួកគេចាត់ទុកបុរសម្នាក់នោះថាហួសពីការសង្គ្រោះគេតក់ស្លុតដែលដាវដ៏មានមោទនភាពរបស់ត្រកូល Saxon ម្នាក់ត្រូវបានគេបោះបង់ពិសេសនៅពេលដែលអកដ៏ធំមួយកំពុងចូលទៅជិតទ័ពអភិជនដែលដួលនោះដោយពុថាមិនអាចទប់កំហឹងរបស់ខ្លួនបានដែលបានទាមទារចង់ដឹងថាហេតុអ្វីបានជាពួកគេគ្រាន់តែឈរមើលទាំង Hugh Allen និង Helmet នៅតែស្ងាត់និងមឺងម៉ាត់នៅពេលដែលអកកំពុងសម្រុកទៅរកទ័ពអភិជនដែលដួលនោះដែលដឹងថាគេនឹងទៅមិនទាន់ពេលវេលាទេប្រសិនបើគេចូលទៅជីសេះគេយល់ថាគេត្រូវតែចោះស្បែកដ៏ក្រាស់របស់អកនោះនៅក្នុងការបាញ់ដ៏មានឥទ្ធិពលតែមួយគ្រាប់គេបានពិចារណាថាស្បែករបស់អកគឺក្រាស់ជាងបិសាចដទៃទៀតឆ្ងាយណាស់ហើយសម្រាប់ចិត្តថាគេត្រូវកែប្រែរូបមន្តគ្រាប់តកកស្តង់ដាគេបានបញ្ចូលរូបមន្តគ្រាប់បាញ់ដែលមានភាពជាក់លាក់ខ្ពស់សម្រាប់ការលបបាញ់ហើយបន្ថែមសម័យកាលកន្លងគ្រាប់ផ្លោងដើម្បីរក្សាលំនឹងនៅពេលដែលរូបមន្តថ្មីរបស់គេបានបញ្ចប់ដែលបានកោះហៅរង្វង់វេទមន្តដ៏ស្មុគស្មាញមួយដោយប្រមូលថាមពលម៉ាណារបស់គេទៅក្នុងអក្ខរាវិរូបមួយដែលគេដាក់ឈ្មោះថា Ice Ball Barrett M98B គ្រាន់តែអកនោះលើកអាវុធរបស់វាដើម្បីវាយប្រហារទ័ពអភិជនដែលដួលនោះដែលបានបញ្ចេញការវាយប្រហាររបស់គេធ្នឹមវេទមន្តតកកដ៏ភ្លឺចែងចាំងមួយបានបាញ់កាត់សមរភូមិចោះក្បាលរបស់អកនោះជាមួយនឹងភាពជាក់លាក់សម្លាប់ពេលកំពុងមើលពីក្បែរគេ Hugh Allen និង Helmet ស្ថិតក្នុងភាពស្ងៀមស្ងាត់ដោយភាពភ្ញាក់ផ្អើលលោក Hugh បានកត់សម្គាល់ពីភាពជាក់លាក់មិនគួរឲ្យជឿពីចម្ងាយបែបនេះដោយមិនស្តាក់ស្ទើរដែលបានបង្ខំសេះរបស់គេហើយសម្រុកចុះទៅក្នុងសមរភូមិ Helmet បានស្រែកដោយភាពភ្ញាក់ផ្អើលប៉ុន្តែ Hugh Allen បានឃាត់គេដោយប្រាប់គេដោយស្ងាត់ស្ងាត់ថាទុកឲ្យកូនប្រុសរបស់លោកធ្វើតាមចិត្តចោះលោក Hugh សម្លឹងមើលដោយស្នាមញញឹមប្រកបដោយមោទនភាពនិងការយល់ដឹងដែលកោតសរសើរដែលកូនប្រុសរបស់លោកអាចបង្កើតរូបមន្តវេទមន្តដើមនិងបំភ្លេចបំផ្លាញបែបនេះតាំងពីនៅក្មេងគេជឿថានេះបង្ហាញថាពិភពលោកខាងក្នុងរបស់ Dale ច្បាស់ជាចិត្តដល់ការបញ្ចប់ហើយ
เนื้อเลือดสมรภูมิได้บานเวอทำไมลางเว้นตามเป็ดเนื้อรองระบุจบขนมพีไพส์ลันต่อเดลก็ตะโดสกวาได้ท่ารูปมุนอักราวิโรบเมนไอเดโปลระบอกเกคือแวงเป๊กสำหรับประยุทธ์ขนมจำง่ายเจ็ดเกดังท่าเกตรกัดบันทอยเวตมุนระบอกเกโดยจิกาสำรวจสมัยกากนิดวิเชียเนื้อเป้ได้ออกบรรทอบเวบะฮะได้บานบังการอักราวิโรทำไมได้เลื่อนจึงมุนดังถ้าเกตรการอักราวิโรได้เลื่อนจึงนี่แต่เตียดได้บานสำรวจรูปมุนระบอกเกบันแทมเตียดอย่างรอฮะสำหรับจะท่า VI ปลายบ้านเกบานบรรจันกาบังการทำไมบ่มฟอดระบอกเกจมวยหนึ่งสนามยิ่งยิ่มได้เมียนตุนุกจิตอักราวิโรได้เกกรอนแต่ให้ท่ากรอบกำเพลิงตะเกาะกรอนแต่ออกมือเตียดกำปงสำรุกแต่รอกตอบอภิชนได้เพสลันเต้าเดรบานบัญอักราวิโรระบอกเกปีเลือกนองเสกรอบบัญตะกอกดามีอธิพลบานบุกบาระบอกออกนูได้บานตุกติกตีโคลนปราณได้พิวงกบาลนูดูลนปิมุกตอบอภิชนได้พยักพาลกอดมือล้างดอยมันเชื่อสควอลเมย์ไว้ขไม่ระบอกกอดให้สัวท่าแฮตไว้บันเจเดลเฮียนประเทศโคลนไอ้หนังใบกอดได้จกไปลือแซ่ได้สงบสงัดให้ปรับตอบอภิชนนูเอากบาบารัมจมวยหนึ่งสนามยิ่งยิ่มได้ตุกเจ็ดเกบานประกาศท่าตะโกเซ็กเซนเป็นได้เบาบองดาวดอสมอตรองไลตัวอภิชนมีการมจัวเจ็ดปันตาเปลเวลีระบบปูเกตระบานกัดพดัดเนื้อเปลได้ออกกิจการตัวสำรุกเวปลาโดยมันเพียบเอาได้เลือกได้ระบบเกล้างให้ทำมาปูลปัวสไฟดอกคลางคลาบานประโมทดุมกีเป็นเจนธรรมปูลเอาภายสมาวระบบเกโดยพระอัคราวิรุธมวยได้มีชมุทาดาวสมาวกีเป็นเจนธรรมปูลเอาภายสมาวระบบเกโดยพระอัคราวิรุธมวยได้มีชมุทาดาวสมาวตึกโฮในสายอัมบอกเงึดดอมุดสวยบ้านทุกเจนปีใดกัดปลายปัวอ้อได้กำปงสำรุกนุ่ยอย่างง่ายสรวนจิมวยหนึ่งสนามยิมเงึดอึงเป็นจัดแดบานเป็นเจียดอตระเจียจนกร้อยเอาสมาวเล็บตระบักปูเวียอ้อได้นรู้แต่หยากดเมื่อเตอดอยเพียบความจะล้อมมุนเปมีเจ้ากุ้ยดอทมสมบ้าในเพียบเงึดสดสาดบานเล็กล้างให้ครบดันดับเวียเตียงสรงสมาวปีเอาพายดอกเดลคือโคเกรอัดเมธาสไซอัมบอกเงึดมวยบานกัดกบาลอ้อมวยอย่างสะอาดขณะได้สัตว์สมาวมวยเตียดบานคำตึมปีอ้อตีปีได้บรรซอลตุกอ้อได้ในสายยอดตัวตรึกได้พี่ไผ่คลายกรงการบังหายดอสหายโคเกริวสมาวบานเลียบตระบะจนรวงกลัวระบาปูเกตังสรงโดยบรรซอลตุกไตเชิงสะอาดมวยปนนอเดลบานเงียตัวรอกอ้อจนกลายได้ไพสลอนสโลให้สวากุมเวียโดยสนามยิมริรีเกบานบันกรอบกำเพลินตะเกาะมวยกรอบเตียดโดยมันประยับดำไปกำจัดการกำเรียมกำแหงจงกลายมนเปลจุดสนามเชื่อมเชียงปีทพ่อระบบเกเงียตัวรอกตอบอภิจนได้ตรักบานจุ้ยสังครัวให้ประกาศท่าเวียจับให้ตอบอภิจนนู้ได้หน่วยแต่ต่อสล็อตอาจให้ชมูเมไว้กมีระบบกดแต่ปนโนตอบอภิจนนู้บ้านจะตัวสกอลท่าจึงระบบกดมันอาจกำเริกบานให้เดลบานยืมบันติดด้อยบังคำสำหรับจัดปราวิธีตอลได้บานเลือกบรอเป็นไว้เนื้อดักนองใดระบบเกอย่างง่ายสรวลโดยประกาศโดยสนามยิ้มดอกพลื้สว่างท่าผู้เกบานรู้จีวัดหายเป็นนู้เฮลมิดบานหมอกดอจมวยหนึ่งกองตัวเซ็กไหมเดลหมอกดอจมวยหนึ่งกองตัวเซ็กเมาแดนเนอร์ซอลเดลมือเตียวปูเกให้ในยีท่าเกหนึ่งตุกกาเงแดนเนอร์ซอลออยปูเกเจเนกรุบกรองโดยมีกำลังเจ็ดเฮลมิดบานเป็นจีออยกองวอร์เซนาตุยตัวเซ็กสมรุกเวียประหาเป็นตุ่มหึงจมวยหนึ่งกำลังทำไมตัวอภิจันบานบอปุ้ยเตมกสไลบังไฮพิบสมอตรองดอกคลังคลาระบาปูเกมันตรำตาตระโกลสักสันปนอเต้ปันตาจีบิเซจมปูเมไว้กไม่ระบาปูเกตือเดลมันอยู่ประมาณกรอยหมกตรับหมกจมรมมูลฐานระบาตระโกลซักซนวิงกาบังกราปกอ้อเตรบานประกาศท้าจิโจกใจลูกดุกอัลเลนซักซอนบันกว่าให้กนโปรระบาโลกแต่กันต้องระบากอดให้ปรับเดลทากอดเมียนเรื่องจองสัวจีมวยหนึ่งตึกหมุกเมืองมัดกอดบานเตรียมเตียจองดังถาแฮดเอาไว้บานเจ็ดเดลสำรกโจลตะขนงจัวระบสตรูแต่มันนักเองดอยสัวถาแฮดเอาไว้บานจีเกทัวเอาไว้ได้ทเวโปรแฮสมันกู้อ้อยเชื่อแบบนี้ได้เมนกาเงิงชงอลได้กาสได้บรรโตอย่างครั้งโดยชงอลท่าแฮดเอาไว้บานจีเกเตรบานเกสได้บรรโตบรรทบปีบานช่วยชีวิตบรอมันแนกเนื้อขนมตังบันเจียกาลูกดุกอัลเลนบานเตรียมเตี้ยกาปนยุลอย่างเมืองมัดได้บันเฉลยตอบโดยกรบถาเก๋กำปงบอมปิ้งกระตับปะเกจอนาคตระบบเกดาวรำลึกเอาปุกระบบเกถาตอบอาฟิจุนจังหนูคือเจมนูได้เกหนังดึกน้อมเนื้อไทยนามวยลูกดุกมันจับอารมณ์เตะหายแฮดพอลระบบเกท่าเจ็บพิบตุนสอยได้มันกาเพียผาลโปรเกทรอบแต่ดังถาเอาปุกระบบเกสระไลน์ตอบอภิจุนระบบกอดโดยโปรโมทพิบคลาฮันระบบเกได้ระบานสู้เอาปุกระบบเกถาแฮดเอาไว้บานจิกกอดโชว์เมื่อตอบอภิจุนระบบกอดสลับโลกดุก
បានពន្យល់ពីការពិតដ៏លំបាកនៃដែនដីរបស់ពួកគេដែនដីនេះប្រឈមមុខនឹងការគំរាមកំហែងឥតឈប់ឈរពីសត្វចម្លែកហើយទ័ពអភិជនមិនអាចមានលទ្ធភាពប្រយុទ្ធដោយសង្ឃឹមថានឹងត្រូវបានជួយសង្គ្រោះឡើយដែលបានទទូចថាគេនៅតែសង្ឃឹមថាឪពុករបស់គេនឹងជួយសង្គ្រោះទ័ពអភិជនដ៏ស្មោះត្រង់ម្នាក់ចម្លើយរបស់លោកឌូកគឺមុតស្រួចគាត់បានស្ដីបន្ទោសដែលដោយពន្យល់ថាដោយការប្រញាប់ប្រញាល់ទៅជួយសង្គ្រោះគេបានដាំគំនិតដ៏គ្រោះថ្នាក់មួយនៅក្នុងគំនិតរបស់ទាហានជំនឿដែលថានរណាម្នាក់នឹងជួយសង្គ្រោះពួកគេគាត់បានសួរថាតើទ័ពអភិជនប៉ុន្មាននាក់ដែលមានផ្នត់គំនិតពឹងផ្អែកបែបនេះអាចរស់រានមានជីវិតនៅលើសមរភូមិបន្ទាប់មកលោកឌូកបានពន្យល់ពីកាតព្វកិច្ចពិតប្រាកដរបស់ត្រកូលរបស់ពួកគេទ័ពអភិជនរបស់ពួកគេត្រូវតែសម្លៀងដាវរបស់ពួកគេឥតឈប់ឈរនិងជំរុញខ្លួនឯងឲ្យដល់ដែនកំណត់ដាច់ខាតលុះត្រាតែពួកគេបានឈានដល់ចំណុចនោះទើបគាត់ដែលជាម្ចាស់របស់ពួកគេនឹងចូលអន្តរាគមន៍ផ្ទាល់គាត់បានប្រកាសថានោះគឺជាបន្ទុកដ៏ថ្លៃថ្នូរដែលក្រុមគ្រួសាររបស់ពួកគេត្រូវតែទទួលដែលបានស្ដាប់ដោយទទួលស្គាល់ថាការពិតដ៏ត្រជាក់និងសមហេតុផលរបស់ឪពុកគេគឺត្រឹមត្រូវដែលជាការពិតមួយដែលគេបានបំភ្លេចចោលនៅក្នុងជីវិតថ្មីខណៈពេលដែលកំពុងពិចារណាមេរៀននេះអាកប្បកិរិយារបស់ឪពុកគេបានមិនទន់ដែលដាក់ដៃលើស្មារបស់កូនប្រុសគាត់លោកឌូកបាននិយាយថាគាត់ចាប់អារម្មណ៍នឹងឆន្ទៈរបស់ដែលហើយលើកទឹកចិត្តគេកុំឲ្យបាត់បង់ស្មារតីនោះដែលយល់ហើយបានធ្វើកិរិយាកិច្ចដោយគោរពនៅពេលដែលមេរៀនបានបញ្ចប់លោកឌូកបានប្រាប់កូនប្រុសរបស់គាត់ថាដល់ពេលត្រូវត្រឡប់ទៅប្រាសាទហើយរឿងរ៉ាវរបស់ដែលជួយសង្គ្រោះទ័ពអភិជនបានក្លាយជាពាក្យចចាមអារ៉ាមដ៏ពេញនិយមដែលរីកចម្រើនយ៉ាងឆាប់រហ័សរហូតដល់មនុស្សអះអាងថាគេបានសម្លាប់អស់ 1000 កបាលតែម្នាក់ឯងដែលយល់ថារឿងនេះគួរឲ្យខ្មាស់អៀនយ៉ាងខ្លាំងអាចត្រង់តែព្យាយាមលាក់មុខក្រហមរបស់គេប៉ុណ្ណោះទោះជាយ៉ាងណាក៏ដោយឧបទ្ទហេតុនេះបាននាំមកនឹងធម្មពលថ្មីដល់ដែនដីអុកញ៉ាពី3ថ្មីក្រោយមកនៅឯទីលានហ្វឹកហ្វឿនដែលត្រូវបានស្វាគមន៍ដោយជួរទ័ពអភិជនដែលលុតជង្គង់ស្វាគមន៍គេដោយការគោរពដ៏លើសលប់ដោយមានការភ័ន្តច្រឡំគេបានប្រាប់ពួកគេថាវាមិនចាំបាច់ទេពេលនោះ Helmet បានលើកឡើងជាមួយនឹងស្នាមញញឹមដ៏ធំដែលប្រាប់ក្មួយប្រុសរបស់គេឲ្យឈរត្រង់គេបានប្រមូលផ្ដុំទ័ពអភិជនដែលប្រកាសថាពួកគេទាំងអស់គ្នាត្រូវតែក្លាយជាអ្នកខ្លាំងជាមុនសម្រាប់មេវ័យក្មេងរបស់ពួកគេហើយពួកគេបានស្រែកយល់ព្រមដែលអាចត្រឹមតែមើលការលះបង់ដ៏ខ្លាំងក្លារបស់ពួកគេជាមួយនឹងស្នាមញញឹមមិនស្រួលអ្នកបម្រើម្នាក់បានប្រកាសថាភ្ញៀវមកពីត្រកូល Ohirhart បានមកដល់ហើយ Helmet បានត្រៀមខ្លួនដើម្បីនាំដែលទៅជួបពួកគេដែលដឹងថាភ្ញៀវនេះគឺជាភ្ញៀវពិសេសត្រកូល Ohirhart ដែលដឹកនាំដោយដាវទេវភាព Bardel គឺជាត្រកូលអភិជនមកពីអតីតនិគម Totonia ដែលត្រូវបានបំផ្លាញក្នុងអំឡុងសង្គ្រាមរបស់ចក្រភពដែលសម្គាល់ឃើញការប្រែប្រួលទឹកមុខពូរបស់គេដោយស្មានតែ Helmet កំពុងនឹកឃើញដល់ដាវទេវភាពជាបរិះដែលបានណែនាំលោកឲ្យក្លាយជាតបអភិជនដោយដឹងថាការជួបនេះអាចតានតឹងដែលនឹង Helmet លោបមើលចូលទៅក្នុងបន្ទប់បន្លាំងនៅខាងក្នុងលោក Jill Allen និងលោកស្រី Duchess Elena កំពុងអង្គុយអ្នកបម្រើម្នាក់ប្រកាសពីភ្ញៀវហើយលោក Jill បញ្ជាឲ្យ Del និង Helmet នាំពួកគេចូលមកស្ត្រីម្នាក់ស្លៀកពាក់ផ្លេការជាមួយនឹងមួកបាំងមុខបានចូលមកជាមួយក្មេងស្រីវ័យក្មេងសក់ទង់ដៃម្នាក់ស្ត្រីនោះណែនាំខ្លួនថា Vanessa O'Hart ហើយគោរពលោក Duke Saxon ដោយភាពរាបសារបន្ទាប់មក Vanessa ណែនាំកូនស្រីរបស់នាងគឺ Charlotte O'Hart ក្មេងស្រីវ័យក្មេងនោះមានទឹកមុខកាយសាហាវនិងមិនចុះសម្រុងដែលមានការភ័ន្តច្រឡំដោយភាពតានតឹងភ្លាម Charlotte បែរមុខទៅរកម្ដាយរបស់នាងដោយកំហឹងដោយសួរថានាងលុតជង្គង់ចំពោះពួកគេធ្វើអ្វីប៉ុន្តែ Vanessa ព្យាយាមស្ងាត់មាត់នាងទោះជាយ៉ាងណាក៏ដោយលោក Jill Allen បានអន្តរាគមន៍ដោយស្ងប់ស្ងាត់ដោយបង្ហាញការយល់ចិត្តចំពោះអ្វីដែល Vanessa បានស៊ូទ្រាំដើម្បីបន្ធូរបន្ថយស្ថានភាពលោកបានស្នើឲ្យ Del នាំ Lady Charlotte ដើរលេងជុំវិញប្រាសាទដែលបានយល់ព្រមដោយសុភាពធ្វើតាមសំណើរបស់ឪពុកគេដែលបានចូលទៅជិត Charlotte ដោយស្នាមញញឹមដ៏សុភាពដោយហុចដៃរបស់គេឲ្យនាងនៅពេលដែលគេអញ្ជើញនាងឲ្យទៅជាមួយគេទឹកមុខរបស់នាងកាន់តែរឹងមាំហើយនាងបានស្រែកយ៉ាងខឹងសម្បា
នាងបានទះដៃរបស់គេចេញប្រាប់គេមិនឲ្យប៉ះនាងឡើយដែលត្រូវបានទុកឲ្យងឿងឆ្ងល់ដោយការផ្ទុះកំហឹងដ៏អារីរាកនោះការបង្ហាញភ្លាមនោះធ្វើឲ្យមនុស្សគ្រប់គ្នានៅក្នុងបន្ទប់បន្លាំងមានការភ្ញាក់ផ្អើល Vanessa មានការខ្មាស់អៀនយ៉ាងខ្លាំងហើយប្រញាប់ទៅរកកូនស្រីរបស់នាងដោយស្ដីបន្ទោសនាងនិងទាមទារឲ្យនាងសុំទោសដោយមិនអើពើនឹងម្ដាយរបស់នាង Charlotte បញ្ចេញសំឡេងមិនពេញចិត្តហើយរត់ចេញពីបន្ទប់បន្លាំងបិទទ្វារយ៉ាងខ្លាំងពីក្រៅនាងនៅក្នុងភាពស្ងប់ស្ងាត់ដ៏តានតឹង Vanessa សុំទោសយ៉ាងខ្លាំងចំពោះអាកប្បកិរិយារបស់កូនស្រីរបស់នាងដោយពន្យល់ថាព្រឹត្តិការណ៍ថ្មីៗនេះបានធ្វើឲ្យនាងមិនមានលំនឹងភ្លឺចិត្តលោកស្រី Duchess Elena ដែលមានការព្រួយបារម្ភសួរថាតើមានអ្វីកើតឡើង Vanessa ពន្យល់ពីទុក្ខលំរបស់កូនស្រីនាងអ្នកត្រួតពិនិត្យថ្មីម្នាក់គឺលោក Count Brandenburg ដែលគេស្គាល់ថាជាស្ដេចជ្រូកត្រូវបានចាត់តាំងទៅកាន់ទឹកដីរបស់ពួកគេនាងពន្យល់ថានៅក្នុងការស្វែងរកដ៏វង្វេងរបស់គាត់សម្រាប់ញាក់ស្នងមរតកលោក Count បានរំលោភល្មើសញាក់ដាវដែលមានជំនាញណាម្នាក់នាងបង្ហាញដោយការឈឺចាប់ថាការប្រធានាបទនេះបានលាតាត្រដោដល់កូនស្រីវ័យក្មេងរបស់នាងគឺ Charlotte ថែមទៀតនាងស្រតែរត់គេចខ្លួនមុនពេលដែលគាត់អាចប៉ះនាងបានប៉ុន្តែការចងចាំនៃភាពភ័យរន្ធត់បែបនេះមិនងាយនឹងលុបបំបាត់ឡើយលោក Duke និងលោកស្រី Duchess ស្ដាប់ដោយទឹកមុខដ៏មើងម៉ាត់ Vanessa បញ្ចប់ដោយថ្លែងថានៅក្នុងជាអភិជនដែលដារលំអំណាចរបស់នាងមានកម្រិតនាងអន់វវល់លោក Duke ឲ្យទទួលកូនស្រីរបស់នាងជាអ្នកបម្រើរបស់ត្រកូល Saxon ដើម្បីឲ្យ Brandenburg មិនអាចដាក់ដៃលើនាងម្ដងទៀតឡើយ ទន្ទឹមនឹងនេះដែលរកឃើញ Charlotte នៅឯទីលានវឹកវើDachau គេហៅនាងហើយនាងងាកមកមើលទាំងនៅតែមើលទៅមិនសប្បាយចិត្តដែលសួរថាតែនាងដឹងថានាងកំពុងតែណាទេដែលនាងឆ្លើយដោយរឿងទទឹងថានាងមិនខ្វល់ទេបន្ទាប់មកគេសួរដោយស្នាមញញឹមដ៏រុះរាយថាតើដៃរបស់នាងមិនអីទេពីការទះនោះនាងបញ្ជាក់ថាវាមិនអីទេនៅពេលដែលនាងងាកចេញគេសម្គាល់ឃើញថានាងមើលទៅដូចជាកំពុងយំហើយគិតថាទោះបីជានាងមានអាកប្បកិរិយាមិនរុះរាយក៏ដោយក៏នាងនៅតែជាក្មេងដែលតូចចិត្តប៉ុណ្ណោះរំពេចនោះអាកប្បកិរិយាទាំងមូលរបស់នាងបានផ្លាស់ប្ដូរភ្នែករបស់នាងបញ្ចេញពន្លឺដោយការតាំងចិត្តខណៈដែលនាងដកដាវរបស់នាងយ៉ាងលឿននាងប្រកាសថាពួកគេគួរតែប្រកួតគ្នាហើយបញ្ជាដេលនៃត្រកូល Saxon ឲ្យដកដាវរបស់គេដែលត្រូវបានទុកឲ្យភ្ញាក់ផ្អើលទាំងស្រុងដោយការប្រឈមដ៏ភ្លាមៗនៅខ្លាំងក្លាឈរនៅលើទីលានវឹកវើដែលគ្របដណ្ដប់ដោយព្រុត Charlotte ចង្អុលដាវរបស់នាងទៅដេលហើយទាមទារឲ្យគេប្រយុទ្ធជាមួយនាងទោះជាយ៉ាងណាក៏ដោយដែលឆ្លើយតបដោយស្នាមញញឹមក្រអឺតក្រទុំដោយប្រាប់នាងថាគេត្រូវការហេតុផលជាមុនសិនគេលេងសើចនឹងនាងដែលលើកឡើងពីរឿងប្រេផ្សាយរបស់បរិះដែលបានសម្លាប់អក 1000 ក្បាលដើម្បីជួយសង្គ្រោះទ័ពអភិជនតែម្នាក់ Charlotte មិនសប្បាយចិត្តទេនាងប្រកាសពីចេតនារបស់នាងគឺដើម្បីកម្ចាត់គេដែលជាអ្នកដែលគេនិយាយថាគ្មានគូព្រាតហើយបង្ហាញដល់ពិភពលោកថានាងខ្លាំងជាងតាមរយៈការធ្វើដូច្នេះនាងជឿថានាងអាចបង្ហាញថានាងមានសមត្ថភាពការពារត្រកូលរបស់នាងពីបុរសនោះនៅពេលដែលសួរថាបុរសនោះជានរណានាងបានដាក់ឈ្មោះសត្រូវដ៏ធំបំផុតរបស់គេលោក Count Brandenburg ដែលជាអ្នកដាវដ៏វិសុទ្ធឈ្មោះនេះបានវាយលោកដែលដូចជាការទះកំភ្លៀងកំហឹងសុទ្ធសាធបានគ្របដណ្ដប់លើគេនៅពេលដែលនាងនឹកឃើញ Brandenburg ថាជាឆ្កែរបស់ចក្រភពដែលបានក្បត់និងសម្លាប់គេនៅក្នុងជីវិតអតីតកាលរបស់គេខឹងសម្បាយ៉ាងខ្លាំងនៅពេលដែលឮឈ្មោះរបស់គាត់នៅទីនេះទោះជាយ៉ាងណាក៏ដោយគំនិតយុទ្ធសាស្ត្ររបស់គេបានចូលកាន់កាប់ដឹងថាពួកគេមានគោលដៅដូចគ្នាគេមើលឃើញ Charlotte ជាសម្ព័ន្ធមិត្តដ៏មានតម្លៃប៉ុន្តែជាដំបូងគេសម្រេចថានាងត្រូវការដឹងការពិតបន្តិចសិនដោយចលនាមួយរូបផាសគេបានបង្វែរដាវរបស់នាងទៅមកខាងដោយមិនខ្វល់បន្ទាប់មកគេដើរទៅរកធុងដាវវឹកវើទុកឲ្យនាងមឿនការភ័ន្តច្រឡំគេរើកដាវខ្លីមួយហើយងាកមកវិញដោយស្នាមញញឹមមើលងាយដោយប្រាប់នាងថានាងគ្រាន់តែជាក្មេងមួយដែលមិនដឹងអ្វីទាំងអស់បន្ទាប់មកគេបានចិនការប្រឈមដោយអញ្ជើញនាងឲ្យវាប្រហារជាមួយគេជាមួយនឹងអ្វីគ្រប់យ៉ាងដែលនាងមាន Charlotte ខឹងសង្បាយ៉ាងខ្លាំងនឹងគ្រោះវីថ្មិញនិយាយថានាងមានចេតនាធ្វើរួចហើយនាងបានសម្រុកមុខដាវរ៉ាពីរបស់នាងបញ្ចេញពន្លឺអូរ៉ាពណ៌បៃតងខណៈដែលនាងបញ្ចេញការវាយប្រហារដ៏មានឥទ្ធិពលនាងភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែល
រុងរីកាវេប្រហារនោះយ៉ាងងាយស្រួលដោយដាវវឹកហ្វឹនតូចមួយដាវរបស់ពួកគេពពុបគ្នាម្ដងទៀតជាមួយនឹងកម្លាំងដ៏មហាសាល Charlotte កាន់តែខឹងសម្បាហើយបើកការវេប្រហារអត់អស់ប៉ុន្តែដែលរុំរាយការវេប្រហារទាំងអស់នោះដោយស្ងប់ស្ងឹមនិងប៉ិនប្រសប់ខណៈដែលពួកគេប្រយុទ្ធគ្នាដែលវិភាគបច្ចេកទេសរបស់នាង គាត់បានកត់សម្គាល់ឃើញជំនាញរបស់នាងដោយសង្កេតឃើញថានាងបានបង្វែរការវាយបករបស់គាត់ដោយកកដៃយ៉ាងរហ័សនិងមានការបញ្ចេញថាមពលស្រាលៗគាត់ដឹងថានាងកំពុងប្រើថាមពលនេះដើម្បីទូទាត់ឲ្យសមនឹងដាវប្រភេទ Rabia ដែលធំនិងធ្ងន់ព្រែកសម្រាប់រូបរាងតូចរបស់នាងការប្រកួតដាវនៅតែបន្តពួកទាហានជើងសេះប្រមូលផ្ដុំថាមពលដើម្បីរុញច្រានឲ្យហួសពីដែនកំណត់របស់មនុស្សផ្លាយដាវរបស់ពួកគេបានប៉ះទង្គិចគ្នាជាមួយនឹងការផ្ទុះថាមពលបណ្ដាលឲ្យអ្នកប្រយុទ្ធទាំងពីររអិលថយក្រោយដែលមានការចាប់អារម្មណ៍ដោយទទួលស្គាល់ Charlotte ជាទាហានជើងសេះពិតប្រាកដដោយដឹងពីគុណសម្បត្តិក្នុងការប្រើដាវសុទ្ធសាធ Charlotte ញញឹមដោយមានទំនុកចិត្តហើយបន្តការវាយប្រហាររបស់នាងលោតទៅមុខជាមួយនឹងការចាក់យ៉ាងជាក់លាក់ដែលដែលគិតបានយ៉ាងប្រយ័ត្នប្រយែងបន្ទាប់មកនាងក៏បង្កើនសម្ពាធវាយសម្រុកទៅមុខជាមួយនឹងការវាយប្រហារដ៏ខ្លាំងក្លាដោយមានថាមពលរបស់នាងកំពុងឆេះឆួលនាងជឿថានាងមានព្រៀបជាងការរំលឹកឡើងវិញបង្ហាញពីប្រភពនៃការតាំងចិត្តដ៏ខ្លាំងក្លារបស់នាងឪពុករបស់នាងដែលជាដាវទេពដ៏អស្ចារ្យបានបាត់បង់នៅពេលនាងកើតប៉ុន្តែម្ដាយរបស់នាងបានប្រាប់នាងអំពីរឿងរ៉ាវនៃកេរដំណែលរបស់គាត់ម្ដាយរបស់នាងបានដកជាប់ក្នុងខ្លួននាងនៅកាតព្វកិច្ចដ៏ជ្រាលជ្រៅក្នុងការការពារវង្សត្រកូលរបស់ពួកគេជំនួសគាត់សូម្បីតែនៅពេលអ្នកគោរបស់ពួកគេដួលរលំការហ្វឹកហ្វឺនរបស់នាងក៏មិនដែលឈប់ដែរនៅក្នុងពេលបច្ចុប្បន្នការចងចាំនេះបានជំរុញឲ្យនាងមានការតូចចិត្តនាងចាក់បញ្ចូលកម្លាំងនិងថាមពលទាំងអស់ទៅក្នុងការវាយប្រហាររបស់នាងឆ្ងល់តែហេតុអ្វីបានជាក្មេងប្រុសម្នាក់នេះអាចទប់ស្កាត់រាល់ចលនាទាំងអស់របស់នាងបានយ៉ាងងាយស្រួលម្ល៉េះនាងមានអារម្មណ៍ថានាងអ្វីមួយខុសប្រក្រតីនៅពេលដែលដាវនៅតែបន្តបង្វែរការវាយប្រហាររបស់នាងដោយគ្មានការប្រឹងប្រែងនាងក៏វាយសម្រុកម្ដងចុងក្រោយបញ្ចេញសំឡេងស្រែកយ៉ាងអស់សង្ឃឹមនៅពេលនាងស្ទុះទៅមុខទោះយ៉ាងណាក៏ដោយដែលបានគិតពីការវាយប្រហាររបស់នាងយ៉ាងងាយស្រួលហើយដោយការវាយបកតែមួយដងគាត់ក៏បានវាយទៅលើដាវរ៉ាបៀរបស់នាងបណ្ដាលឲ្យវាជ្រុះពីដៃនាងCharlotte ត្រូវបានចាញ់ទាំងស្រុងហើយបានដួលជង្គង់ទៅលើព្រិលដាវរបស់នាងជាប់នឹងដីនៅក្បែរនោះហើយសួរដោយអស់សង្ឃឹមថាហេតុអ្វីបានជានាងមិនអាចឈ្នះ ដែលបានផ្ដល់ចម្លើយដ៏សាមញ្ញនិងគួរឲ្យឈឺចាប់មួយថានោះក៏ព្រោះតែនាងមិនមែនជាដាវទេពនោះទេគាត់បានបន្ទន់សម្លេងរបស់គាត់ដោយប្រាប់នាងថាមោទនភាពរបស់នាងក្នុងនាមជាកូនស្រីរបស់គាត់មិនមែនជារឿងខុសទេទោះជាយ៉ាងណាក៏ដោយគាត់បានប្រាប់ការពិតដ៏ខុសក្រៅក្នុងស្ថានភាពបច្ចុប្បន្នរបស់នាងមិនអាចការពារវង្សត្រកូលរបស់នាងពី Count Brandenburg បានទេពាក្យទាំងនោះបានធ្វើឲ្យនាងយល់ច្បាស់ហើយទឹកភ្នែកក៏ស្រក់ចុះលើមុខរបស់ Charlotte ខណៈដែលនាងសារភាពថាអ្នកកាន់ដាវដ៏វិសុទ្ធគឺខ្លាំងជាងនាងរាប់សិបដងនាងងើបមុខមើលដែលទាំងទឹកភ្នែកហើយសួរថានាងគួរធ្វើអ្វីជាការឆ្លើយតបដែលបានប្រកាសយ៉ាងអូឡារិកគាត់ដែលនៃត្រកូលសាក់ស៊ុនស្បិតដោយឈ្មោះត្រកូលរបស់គាត់ថានឹងក្លាយជាអ្នកការពារត្រកូលអហាត Charlotte អាចត្រឹមតែសម្លឹងមើលទៅវិញទាំងស្រឡំកាំងនិងច្របូកច្របល់ទាំងស្រុងដោយសារការសន្យាដែលមិននឹកស្មានដល់របស់គាត់ដោយកាន់ដាវរ៉ាបៀរបស់ Charlotte ដែលបានសន្យាយ៉ាងអូឡារិកជាមួយនាងគាត់បានប្រកាសថារហូតដល់ថ្ងៃដែលនាងធំល្មមអាចយកឈ្នះ Count Brandenburg ដោយខ្លួនឯងគាត់នឹងត្រកូលសាក់ស៊ុនទាំងអស់នឹងដាល់តួជាខែលតាពីនាងនៅតែលុតជង្គង់ Charlotte សួរថាហេតុអ្វីបានជាគាត់ធ្វើរឿងបែបនេះដែលហុចដាវរបស់នាងទៅនាងវិញហើយឆ្លើយយ៉ាងសាមញ្ញនិយាយថានោះក៏ព្រោះតែដាវរបស់នាងមានតម្លៃបន្ទាប់មកគាត់ក៏បានដាក់លក្ខខណ្ឌមួយសុំឲ្យនាងស្បិតថានឹងក្លាយជាដាវសម្រាប់គាត់និងសម្រាប់ត្រកូលសាក់ស៊ុនCharlotte ជូតទឹកភ្នែកពីភ្នែករបស់នាងនិងពិចារណាការដោះដូររបស់គាត់មួយសន្ទុះក្រោយមកស្នាមញញឹមតូចមួយលេចឡើងលើមុខរបស់នាងខណៈដែលនាងទទួលសួរថាតើនាងអាចបដិសេធការដោះដូរបែបនេះបានយ៉ាងដូចម្តេចនាងបានចាប់យកដាវរ៉ាបៀរបស់នាងហើយលុតជង្គង់នៅពីមុខគាត់ធ្វើការសន្យាផ្ទាល់ខ្លួនរបស់នាង Charlotte អហាតស្បិតលើកិត្តិយសរបស់នាងក្នុងនាមជាទាហានជើងសេះខណៈពេលដែលវាហាក់ដូចជាការសន្យាដ៏ក្មេងខ្ចីការតាំងចិត្តពីក្រោយពាក្យសម្ដីរបស់ពួកគេ
រឹងមាំល្មមដើម្បីអាចចាត់ទុកថាជាពាក្យសច្ចាពិតប្រាកដហើយបិទបញ្ចប់សម្បត្តិរបស់ពួកគេនៅទីលានហ្វឹកហ្វឺនដ៏ពោពេញទៅដោយព្រឺ នៅថ្ងៃនោះនៅក្នុងការិយាល័យរបស់ Duke រឿងរ៉ាវត្រូវបានដោះស្រាយតាមសំណើរបស់ Lady Vanessa Charlotte បានក្លាយជាអ្នកបម្រើរបស់ត្រកូល Saxon ជាផ្លូវការ Duke Alan Saxon បានកត់សម្គាល់ដោយភ្ញាក់ផ្អើលថាកូនប្រុសរបស់គាត់បានទទួលយកស្ថានភាពនេះដោយគ្មានការស្តាក់ស្ទើរគាត់បានសួរ Dale ថាមានអ្វីកើតឡើងរវាងគាត់និងក្មេងស្រីនោះ ដែលបានបញ្យល់ថាពួកគេបានធ្វើការសន្យាហើយថាគាត់បានលើកឈ្មោះត្រកូល Saxon ដោយស្បត់ថានឹងការពារត្រកូល Orhard ទឹកមុខរបស់ Duke ប្រែជាស្រអាប់គាត់បានសួរកូនប្រុសរបស់គាត់យ៉ាងតឹងរឹងថាតើគាត់បានលើកឈ្មោះត្រកូលរបស់ពួកគេចេញពីការអាណិតអាសូរធម្មតាឬដែលបានឆ្លើយយ៉ាងមុតមមថាគាត់មិនបានធ្វើដូច្នោះទេដែលត្រូវបានសួរថាតើគាត់ពិតជាចង់ទទួលបានអ្វីដោយការសន្យាបែបនេះជាមួយនឹងស្នាមញញឹមប្រកបដោយទំនុកចិត្តដែលបានពន្យល់ពីហេតុផលយុទ្ធសាស្ត្ររបស់គាត់បានចង្អុលបង្ហាញថា Charlotte គឺជាខ្សែឈាមតែមួយរបស់ដាវទេពហើយមានទេពកោសល្យពិសេសដោយការសម្បត្តិថ្មីជាមួយគ្នាគាត់បានធានានូវទ្រព្យសម្បត្តិដ៏មានឥទ្ធិពលនៅពេលអនាគតគាត់បានប្រកាសថាអ្វីដែលគាត់ស្វែងរកពិតប្រាកដនោះគឺដាវទេពថ្មីដែលថ្ងៃណាមួយនឹងត្រូវបានប្រើសម្រាប់ជាប្រយោជន៍ដល់រដ្ឋដឺបរបស់ពួកគេ Duke Allen ភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការមើលឃើញទុកជាមុននឹងមហិច្ឆតារបស់កូនប្រុសគាត់ភាពភ្ញាក់ផ្អើលរបស់គាត់បានរលាយបាត់ទៅជាស្នាមញញឹមដ៏មានមោទកភាពនិងពេញចិត្តនៅពេលដែលគាត់និយាយយ៉ាងសាមញ្ញថាល្អណាស់ដែលមានការរីករាយដឹងថាគាត់បានជោគជ័យគាត់គិតថាជាមួយនឹងខ្សែឈាមជុងក្រោយរបស់ដាវទេពស្ថិតនៅដើមដំបូលរបស់ពួកគេឥឡូវនេះគាត់បានវាយលុកដ៏ល្អមួយប្រឆាំងនឹង Brandenburg ដ៏អាក្រឹកនោះបន្ទាប់មកទិដ្ឋភាពបានផ្លាស់ប្ដូរទៅកាន់ Marlburg ដែលជារាជធានីនៃនគរតូតូនីចាស់នៅខាងក្នុងប្រាសាទរបស់ Count Brandenburg Count កំពុងខឹងយ៉ាងខ្លាំងដោយបោកកែវស្រាមួយនៅលើតុរបស់គាត់ខឹងសម្បាយ៉ាងខ្លាំងដោយទាមទារចង់ដឹងថាតើ Duke Saxon ដែលជាមនុស្សអួតអាងនោះហ៊ានធ្វើចលនាមុននឹងយក Charlotte ដោយរបៀបណាមន្ត្រីក្រមបង្គាប់ម្នាក់បានសុំទោសទាំងកំរោល Brandenburg បានវីកណ្ដាប់ដៃរបស់គាត់នៅលើតុដោយស្រែកគុំហុដាក់កូនចៅរបស់គាត់ថាពួកគេជាមនុស្សល្ងង់ដែលសូម្បីតែក្មេងស្រីតូចម្នាក់ក៏ចាប់មិនបានដែរមន្ត្រីក្រមបង្គាប់បានបញ្យល់ថាពួកគេបានបញ្ជូនឃាតករប៉ុន្តែឃាតករទាំងអស់ត្រូវបានសម្លាប់មុនពេលពួកគេអាចទៅដល់ភូមិគ្រឹះរបស់ត្រកូល Saxon គាត់បន្ថែមថាពួកគេសង្ស័យថា Charlotte Orhard ខ្លួនឯងបានប្រយុទ្ធជាមួយពួកគេ Brandenburg មានការស្អប់ខ្ពើមដោយច្រានចោលកូនចៅរបស់គាត់ថាគ្មានប្រយោជន៍ដោយដកដង្ហើមធំគាត់បានដាវទៅរកដាវដ៏អស្ចារ្យដែលដាក់តាំងនៅក្នុងការិយាល័យរបស់គាត់ដោយដាក់ដៃលើគល់ដាវហើយនឹកដល់គ្រាលអការរំលឹកឡើងវិញបង្ហាញពីអតីតកាលដ៏ក្បត់របស់គាត់ដែលបានចាក់ហានងពីក្រោយនៅក្នុងបច្ចុប្បន្នគាត់បានកាន់ដាវដ៏វិសុទ្ធ Durandal ហើយសួរវាថាតើវាយល់ព្រមដែរឬទេជាមួយនឹងការបញ្ចេញទុកមុខគួរឲ្យព្រឺព្រួចគាត់បានហៅ Charlotte ថាជាគូដណ្ដឹងដ៏គួរឲ្យស្រឡាញ់របស់គាត់ហើយប្រាប់ដាវរបស់គាត់ឲ្យរងចាំបន្តិចទៀតគាត់លើកដាវហើយសច្ចាថាគាត់នឹងទទួលបានអ្នកស្នងមរតកដ៏ល្អឥតកំសត់ដើម្បីទទួលមរតកដាវនេះទោះក្នុងតម្លៃណាក៏ដោយ Brandenburg បានងាកទៅរកមន្ត្រីក្រមបង្គាប់របស់គាត់វិញហើយបានផ្ដល់បទបញ្ជាថ្មីមួយដែលគ្មានមេត្តាគាត់បញ្ជាឲ្យតាក់ទងក្រុមចោរប្លន់និងបញ្ជូនកូនចៅរបស់ពួកគេទៅទឹកដីរបស់ Duke ជាមួយនឹងស្នាមញញឹមដ៏អាក្រក់គាត់ប្រាប់បុរសនោះឲ្យបង់ប្រាក់ឲ្យពួកគេតាមអ្វីដែលពួកគេស្នើសុំហើយនាំយកក្មេងស្រី Charlotte ដ៏កំសត់នោះមកឲ្យគាត់